Nghiệp xưa bông mai bông bồn từng ngọc kia bà thì thằng ngày đi nhom nâng bằng hai năm mùi bập phết tiệt hơi đam bay chun bông mai bông bồn bàn scoreនៅរុក្ខជាតិមួយយ៉ាងហ្នឹងបាទហើយឲ្យសម្រាប់សុខភាពបងប្អូនណាបាទมันគួរអាចរំលងបានទេបាទហើយទស្សនាតាមដានទាំងអស់គ្នាខ្ញុំនឹងរៀបរាប់នៃគុណប្រយោជន៍នៃដែមភ្លីងភ្លាំងឬក៏ដែមភ្លាំងបាទដែមភ្លីងភ្លាំងឬក៏ដែមភ្លាំងនេះបាទព្យាបាលជំងឺមะเร็งបាទព្យាបាលជំងឺមะเร็งបងប្អូនណាបាទហើយឥឡូវមុននឹងដល់ការព្យាបាលជំងឺមะเร็งខ្ញុំរៀបរាប់ពីស្លឹកបងប្អូននេះមើលស្លឹកវារលោងតែម្ដងហើយអត់មានកែមធ្មេញរណាយទេណាបងប្អូនណាណែហើយស្លឹកវាដូចជាឆ្លាស់តើងគ្នាអត់ទល់តើងទេបងប្អូននេះបាទហើយជាធម្មតាបងប្អូននៅតាមស្រុកស្រែចំការធ្លាប់ហើយនៅក្មេងៗធ្លាប់ហូបភ្លីងភ្លាំងបងប្អូនណាធ្លាប់ហូបភ្លីងភ្លាំងព្រោះនេះបកាវាដល់ពេលកាលណាបកាវាជាកញ្ចុំយេដល់ពេលវាលូតលាស់មកទៅវាបកាវាហ្នឹងវាមានមិនតើតាមអាហ្នឹងកញ្ចុំបកាហ្នឹងវាលូតលាស់មកវាមានផ្លែទុំហើយផ្លែទុំហ្នឹងគឺហូបទៅវាមិនតែឆ្ងាញ់ឯម៉ានទេយ៉ាងភ្លាវប្លែនផ្អែមប្លែនបាទហើយឥឡូវមើលដើមវាបងប្អូនណាដើមវាមិនធំម៉ានទេបើសិនធំវិញអាចកម្ពស់ចន្លោះ2ម៉ែត្រដែរហ្នឹងបាទនេះបងប្អូននេះបាទនេះជាភ្លីងភ្លាំងឬក៏ដើមភ្លាំងបាទដើមភ្លាំងហើយយើងគុណប្រយោជន៍នៃត្រួយចាស់ពីដើមគាត់ច្រើនទៅយកទៅប្រើខាងស្ត្រីកូនខ្ចីដែលគាត់ទាស់សរសៃណាតោះដែលឈឺក្បាលអញ្ចឹងទៅហើយពេលខ្លះតោះរាករូសបងប្អូនណាបាទធ្វើឲ្យគាត់ណែនទ្រូងថប់ដង្ហើមថប់3ហ្នឹងតាក់ទងនឹងអាការៈកូនខ្ចីបាទដែលតោះហ្នឹងគឺគាត់យក7ត្រួយហ្នឹងប៉ុន្តែគាត់បេះអត់ដង្ហើម7ត្រួយមកហើយគាត់យកទៅបុកដាក់ជាមួយស្រាលហើយទុកចំនួនប្រហែលជា20នាទីទៅហើយគាត់ច្រោះយកអាទឹកដែលត្រាំនឹងថ្នាំហ្នឹងទៅយើងយកមកហូបតែមួយពេងបងប្អូនមកពេញអាកោយហ្នឹងហើយហូបទៅក្នុងចំនួនប្រហែលជាចន្លោះ5នាទីទៅ10នាទីគាត់មានអារម្មណ៍តែរាងធូរស្បើយរាងស្រាក់នៅក្នុងខ្លួនដែលគាត់ធ្វើទុកអាការៈដែលខ្ញុំប្រាប់មិញទាស់សរសៃខ្ចីហ្នឹងណាបាទហើយឥឡូវយើងគុណប្រយោជន៍នៃការព្យាបាលមៈเร็งបាទចូលការព្យាបាលមៈเร็งដងយើងយកឫសវាណាបងប្អូនយើងកោះយកឫសវាបាទយើងកោះយកឫសវាបាទយកកោះឫសវាហ្នឹងហើយអាហ្នឹងឫសភ្លីងភ្លាំងនឹងមួយហើយទី2 Warland Pen ហើយចាំមើលខ្ញុំដើរទៅខ្ញុំជួប Warland Pen ខ្ញុំនឹងបង្ហាញបងប្អូនបន្ថែមទៀតបាទឥឡូវខ្ញុំនឹងប្រាប់ពីលំអិតពីឬភ្លីងភ្លាំងបងប្អូនយើងកោះវាយកមកហើយយើងយកមកដុសជាមួយនឹងស្រាបាទដុសជាមួយនឹងស្រាក៏បានឬក៏ទឹកអង្គរក៏បានដែរដុសវាខាប់ទៅយើងយកមកលាបអាកន្លែងមะเร็งពកហ្នឹងណាបងប្អូនណាបាទដែលកែអាមរិញពកហ្នឹងទៅហើយអាមរិញពកជាធម្មតាពេលខ្លះវាអាចនឹងឈឺចុកទៅឬក៏អាចវាកាហាយប៉ុន្តែវាចាប់ដល់ក្បាលទេបងប្អូនចាប់ដល់ក្បាលពេលខ្លះវាអាចស្រវាំងភ្នែកអញ្ចឹងណាហើយបងប្អូនឬភ្លីងភ្លាំងនឹងមួយហើយនឹង Warland Pen នឹង2បងប្អូនយក2មុងទៅបងប្អូនដុសលាបទៅមួយថ្ងៃ3ដងបងប្អូនណាប៉ុន្តែបញ្ជាក់ដុសនោះរាងខាប់ទៅយកមកលាបជូតនឹងទៅមួយថ្ងៃ3ដងបងប្អូនធ្វើទៅចន្លោះមួយអាទិត្យទៅ2អាទិត្យហ្នឹងបងប្អូននឹងបានផលហើយនឹងឃើញលទ្ធផលហើយបងប្អូនណាបាទប្រើទៅនឹងកាន់តែផ្សារទៅកាន់នឹងក្រាន់ទៅយូរទៅនឹងជារលាយបាត់តែម្ដងបាទលាបនិយាយរួមទៅក្នុងរយៈពេលវាទៅតាមឋានភាពជាក់ស្ដែងពេលខ្លះទៅបើសិនតែលាបទៅវាកាន់ដូចថាវាប្រែប្រួលទៅកាន់និយាយរួមលាបតទៅជាប៉ុន្តែពេលខ្លះនិយាយដូចអ្នកកែធឺអញ្ចឹងខ្ញុំបញ្ជាក់អ្នកកែធឺយើងពេលខ្លះគាត់បតក់ថ្នាំតែម្ដងអញ្ចឹងទៅដល់ពេលម្ដងអញ្ចឹងទៅដល់ពេលគាត់លែងចាប់អារម្មណ៍ទៅយូរទៅស្រាប់បាត់ទៅវិញទៅវាជាទៅយ៉ាងណាមិញជំងឺមៈเร็งគូអញ្ចឹងដែរបងប្អូនលាបអញ្ចឹងទៅដល់ពេលបងប្អូនតាំងមានអារម្មណ៍ថាយ៉ាងធូរគ្រាន់ហើយដល់ពេលបងប្អូនឈប់លាបទៅយូរទៅបងប្អូនលែងចាប់អារម្មណ៍ស្រាប់តែវាជាលេងបាត់តែម្ដងអាហ្នឹងវាអញ្ចឹងណាបងប្អូនណាបាទហើយអញ្ចឹងគោ
អរគុណពុកម៉ែបងប្អូនដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ហើយអរគុណបងប្អូនខ្លាំងណាស់ដែលបានជួយ follow និង subscribe បាទហើយនឹងខ្ញុំចែកនឹងបានទទួលវីដេអូថ្មីៗបន្តទៀតបងប្អូនណាបាទសូមអរគុណសូមគោរពលា